រឿង5យ៉ាងដែលយើងគួររក្សាការសម្ងាត់ឲ្យបានល្អជាទីបំផុតជំរាបសួរប្រិយមិត្តរេឌីលីជាទីរាប់អានថ្ងៃនេះជួបជាមួយខ្ញុំបាននៅអេពីសូតបន្តទៀតអំពីប្រធានបទរឿងឬក៏អានកំបាំង5យ៉ាងដែលយើងគួរតែរក្សាការសម្ងាត់ចំពោះសាធារណជនទូទៅតើរឿងអ្វីខ្លះដែលយើងគួររក្សាអានកំបាំងចំពោះពួកគេហើយតើហេតុអ្វីបានជាយើងគួរតែរក្សានៅអានកំបាំងទាំងនោះចំណុចទី1គឺភាពភ័យខ្លាចរបស់យើងហេតុអ្វីបានជាភាពភ័យខ្លាចគឺជាចំណុចដែលយើងគួរតែរក្សាអានកំបាំងព្រោះថាចំណុចនៃភាពភ័យខ្លាចគឺជាចំណុចសោររបស់មនុស្សម្នាក់ៗពេលដែលគេដឹងថាអ្នកគឺជាមនុស្សដែលខ្លាចនៅអ្វីមួយហើយនៅថ្ងៃណាមួយអ្នកនឹងរងគ្រោះដោយការភ័យខ្លាចរបស់អ្នកដោយសារអ្នកដទៃឬក៏មនុស្សទូទៅបានដឹងថាអ្នកគឺជាមនុស្សមានភាពភ័យខ្លាចចំពោះរឿងនេះរឿងនោះវត្ថុនេះវត្ថុនោះជាដើមដូច្នេះចំណុចដែលសំខាន់គឺយើងគួរតែរក្សានៅអានកំបាំងភាពរបស់ខ្លួនឯងចំពោះអ្វីដែលយើងខ្លាចមិនគួរបង្ហាញឲ្យគេដឹងនោះទេចំណុចទី2គឺប្រាក់ចំណូលហេតុអ្វីបានជាយើងមិនគួរបង្ហាញនៅប្រាក់ចំណូលរបស់ខ្លួនជាក់ស្ដែងទៅនៅពេលដែលយើងបង្ហាញនៅប្រាក់ចំណូលទៅកាន់មនុស្សទូទៅឬក៏មិត្តភ័ក្តិរបស់យើងវាបង្ហាញអំពីកម្រិតនៃសង្គមក្នុងការរាប់អានប៉ុន្តែបើសិនជាមនុស្សគ្រប់រូបដឹងថាប្រាក់ខែរបស់អ្នកមានកម្រិតប៉ុណ្ណេះប៉ុណ្ណោះវានឹងធ្វើឲ្យការរាប់អានរបស់អ្នកកាន់តែឃ្លាតឆ្ងាយអំពីទំនាក់ទំនងទាំងនោះចំណុចទី3ជីវិតដៃគូរបស់អ្នកហេតុអ្វីបានជាយើងគួរតែមិនបង្ហាញជាសាធារណៈនៅជីវិតជាដៃគូជីវិតជាដៃគូក្នុងទីនេះគឺខ្ញុំចង់ផ្ដោតសំខាន់ទៅលើជីវិតជាដៃគូដែលមិនទាន់បានរៀបអាពាហ៍ពិពាហ៍ព្រោះហេតុអ្វីជាក់ស្ដែងទៅបើសិនជាយើងចង់មាននៅផ្នត់គំនិតឬក៏ចង់ដើរបានវែងឆ្ងាយដើរដល់មិនសូវមាននៅគ្រោះបញ្ហាធំដុំនៅថ្ងៃខាងក្រោយទេយើងគួរតែមិនគួរបង្ហាញនៅដៃគូអនាគតរបស់យើងជាសាធារណៈច្រើនពេកនោះទេជាក់ស្ដែងទៅបើសិនជាថ្ងៃណាមួយយើងខ្លាយទៅជាមនុស្សម្នាក់ដែលមាននៅប្រជាប្រិយភាពជាមនុស្សម្នាក់ដែលមាននៅកិត្តិយសកេរ្តិ៍ឈ្មោះដូច្នេះអ្នកដែលនឹងរងផលប៉ះពាល់បន្តអំពីយើងទៅគឺជាដៃគូជីវិតរបស់យើងនឹងឯងតើគាត់នឹងទទួលបានអ្វីខ្លះហើយគាត់នឹងទទួលបាននៅសាច់រឿងណាខ្លះអំពីយើងដែលគឺក្នុងនាមយើងជាមនុស្សម្នាក់ដែលជាមនុស្សល្អឬក៏ជាមនុស្សអាក្រក់ជាទីបំផុតចំណុចទី4គឺផែនការធំរបស់អ្នកក្នុងទីនេះខ្ញុំចង់ផ្ដោតសំខាន់ទៅលើមហិច្ឆតាជាក់ស្ដែងទៅនៅពេលដែលយើងនិយាយអំពីរឿងអានកំបាំងយើងមិនគួរបង្ហាញអំពីមហិច្ឆតាថ្ងៃក្រោយទៅយើងចង់បានអីយើងចង់ធ្វើអីជាសាធារណៈនោះទេព្រោះមហិច្ឆតាគឺជារឿងដែលយើងត្រូវរក្សាការសម្ងាត់ហើយយើងត្រូវតែបណ្ដោះនៅសកម្មភាពរបស់យើងដើម្បីធ្វើវាឲ្យបានសម្រេចប៉ុន្តែមិនគួរបង្ហាញថាយើងចង់បានអីនៅថ្ងៃក្រោយនោះទេមនុស្សយើងនៅពេលដែលបង្ហាញគេកាន់តែច្រើនយើងកាន់តែអត់មានអ្វីដែលជាខ្លឹមសារសម្រាប់ខ្លួនឯងនោះទេកាន់តែបង្ហាញមានន័យថាយើងកាន់តែអត់មានអ្វីសោះដូច្នេះជារឿងដ៏សំខាន់បំផុតយើងគួរតែរៀនចាក់ចេញអំពីការបង្ហាញនៅអ្វីដែលខ្លួនមានចំណុចចុងក្រោយគេគឺជាចំណុចអំពីបញ្ហាគ្រួសារជាក់ស្ដែងទៅនៅពេលដែលយើងនិយាយអំពីបញ្ហាគ្រួសារខ្ញុំគិតថាវាជាបញ្ហាទូទៅសម្រាប់គ្រួសារនីមួយៗមានបញ្ហារៀងៗខ្លួនតែពាក្យចាស់យើងតែងពោលថាចង្គៀងផ្ទះណាភ្លឺផ្ទះនោះបើសិនជាយើងមានបញ្ហានៅក្នុងគ្រួសាររបស់យើងហើយយើងយកទៅកកកកាយនិយាយជាសាធារណៈឬក៏យើងមានបញ្ហាយើងអត់ចេះដោះស្រាយយើងយកវាទៅនិយាយបើគេវាស្មើនឹងបើកឱកាសឲ្យចោលដែរពាក្យខ្មែរយើងមួយទៀតបានពោលថាឆ្លោះគ្នាក្នុងគ្រួសារដោយបើកកាយយ៉ាបង្ហាញញាតិឆ្លោះគ្នាក្នុងសង្គមជាតិដោយបើកឱកាសឲ្យសត្រូវដូច្នេះរឿងទាំងអស់នេះគឺជារឿងដែលយើងត្រូវតែរក្សានៅអានកំបាំងសម្រាប់ឯកជនភាពរបស់យើងនៅក្នុងថ្ងៃអនាគតឬក៏ក្នុងពេលបច្ចុប្បន្ននេះព្រោះជាក់ស្ដែងទៅនៅពេលដែលយើងបង្ហាញនៅអ្វីគ្រប់សពបែបយ៉ាងទៅកាន់អ្នកដទៃវាមិនមែនជារឿងដ៏ល្អសម្រាប់យើងក្នុងការរស់នៅនោះទេខ្ញុំសូមបញ្ជាក់សាដើមមកវិញថានៅពេលដែលយើងបង្ហាញទៅអ្វីគ្រប់យ៉ាងឬក៏គេដឹងអំពីអ្វីគ្រប់យ៉ាងអំពីយើងនឹងលែងទៅជាមនុស្សដែលមានសារៈសំខាន់ឬក៏លែងទៅជាមនុស្សដែលគេបានគិតខ្វាយខ្វល់អំពីយើងដែរដូច្នេះយើងគួរតែមាននៅរឿងសម្ងាត់រឿងអានកំបាំងខ្លួនឯងខ្លះសុខចិត្តឲ្យគេសិក្សាស្វែងយល់ឲ្យគេពិចារណាដើម្បីរកអំពីអានកំបាំងអ្វីដែលយើងមានជាជាងដែលយើងបង្ហាញប្រាប់គេព្រោះមនុស្សដែលខ្លាំងគឺជាមនុស្សដែលមិនងាយបង្ហាញនៅអ្វីដែលខ្លួនឯងមាននោះទេខ្ញុំលើកឧទាហរណ៍រឿងជាក់ស្ដែងដូចជារឿងសាមកុកតួអង្គឆាវគឺគាត់មិនងាយបង្ហាញនៅអ្វីដែលជាឆន្ទៈរបស់គាត់នោះទេគាត់ដឹកនាំទ័ពទាំងទីប្រឹក្សាទាំងមេទ័ពធំទាំងអស់គឺគ្មាននរណាម្នាក់អាចហ៊ានទូទាយនៅផ្នត់គំនិត
ឬទឹកចិត្តរបស់គាត់នោះទេដូច្នេះវាជារឿងឧទាហរណ៍មួយផងដែរបើសិនជាយើងជាមនុស្សម្នាក់ដែលមាននៅអនាគតឬក៏មាននៅផែនការខ្ពស់ឬមហិច្ឆតាធំយើងមិនគួរបង្ហាញឬក៏មិនគួរបង្ហាញនៅអ្វីដែលជាមហិច្ឆតាឬទិសដៅក្នុងដំណើរជីវិតរបស់យើងឲ្យគេបានដឹងនោះទេឧទាហរណ៍ជាក់ស្ដែងដូចជាចំណុចនៃភាពភ័យខ្លាចជាដើមយើងមិនគួរបង្ហាញព្រោះវាជាចំណុចខ្សោយរបស់យើងចំណុចប្រាក់ខែយើងមិនគួរបង្ហាញព្រោះវាជាការរើសអើងនៅក្នុងសង្គមទំនាក់ទំនងនៅក្នុងដៃគូនៅពេលដែលយើងបង្ហាញវាគឺជាផលប៉ះពាល់វានឹងធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈការដែលចាប់អារម្មណ៍ជាសាធារណៈវាធ្វើឲ្យប៉ះពាល់ទៅលើផ្នែកអារម្មណ៍ឬក៏ទៅលើមនុស្សដែលយើងនឹងត្រូវដើរជាមួយផងដែរសម្រាប់ផែនការអនាគតវាក៏ជាផ្នែកមួយដ៏មានសារៈសំខាន់ដែលយើងមិនគួរបង្ហាញព្រោះថាទិសដៅមួយដ៏ធំសម្រាប់អនាគតនៅក្នុងឆាកជីវិតរបស់យើងបញ្ហាគ្រួសារខ្ញុំចង់សង្កត់ធ្ងន់លើបញ្ហាគ្រួសារបន្តិចដោយសារបញ្ហាគ្រួសារគឺជាបញ្ហាដែលមនុស្សគ្រប់រូបសុទ្ធតែមានទាំងអស់ប៉ុន្តែតិចឬច្រើនតូចឬធំអាស្រ័យទៅលើការដឹកនាំនៅក្នុងគ្រួសារនោះដូច្នេះយើងមិនគួរបង្ហាញអំពីអន្តកម្មភាពរបស់គ្រួសារយើងនោះទេបញ្ហាក្នុងគ្រួសារយ៉ាងម៉េចយ៉ាងម៉ាបើសិនជាយើងអាចរក្សាអន្តកម្មដោះស្រាយនៅក្នុងគ្រួសាររបស់យើងបានវាគឺជារឿងដែលល្អបំផុតហើយក៏ជារឿងដ៏វៃឆ្លាតបំផុតដែរខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំតាមរយៈ YouTube ឬក៏ TikTok បើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់បាន Subscribe Channel YouTube ឬក៏មិនទាន់បាន Follow នៅ TikTok របស់ខ្ញុំសូមជួយ Follow និង Subscribe ឲ្យខ្ញុំមួយផងដើម្បីបានជាការលើកទឹកចិត្តជាចុងក្រោយសូមអរគុណសូមគោរពសូមជម្រាបលា